តើអ្វីទៅគឺជាមុខងាររៀបចំផែនការថវិកាមុខងាររៀបចំផែនការថវិកាគឺជាមុខងារគ្រប់គ្រងនិងរៀបចំផែនការថវិកាប្រចាំឆ្នាំនិងផែនការយុទ្ធសាស្ត្រថវិកា3ឆ្នាំរំកិលក្នុងក្របខ័ណ្ឌថវិកាថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនិងរៀបចំថវិកាផ្អែកលើសមិទ្ធកម្មព្រមទាំងដំណើរការនៃការពិភាក្សាថវិកាជាដើមអត្ថប្រយោជន៍នៃមុខងាររៀបចំផែនការថវិការួមមានទី1ទិន្នន័យឯកសារពាក់ព័ន្ធត្រូវបានរក្សាទុកនៅក្នុងប្រព័ន្ធតែមួយដែលមានសុវត្ថិភាពនិងមិនងាយបាត់បង់ទី2បន្ថយការចំណាយលើការប្រើប្រាស់ឯកសារជាក្រដាសទី3អាចត្រួតពិនិត្យព័ត៌មានថវិកាប្រចាំឆ្នាំនៅក្នុងប្រព័ន្ធបានទាំងអង្គភាពសម័យនិងអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទី4ផ្ដល់ភាពងាយស្រួលក្នុងការកែតម្រូវលើគម្រោងចំណូលចំណាយថវិកានិងចំណេញពេលវេលាទី5កំណត់ពីដានថវិកាក្នុងការរៀបចំគម្រោងចំណាយប្រចាំឆ្នាំទី6អាចត្រួតពិនិត្យគម្រោងថវិកាឆ្នាំចាស់និងគម្រោងថវិកាឆ្នាំថ្មីទី7គ្រប់គ្រងព័ត៌មានផ្ទៀងផ្ទាត់និងបូកសរុបលើកញ្ចប់ថវិកាទី8ត្រួតពិនិត្យនិងតាមដានរាល់ការចំណាយរបស់អង្គភាពថវិកានីមួយៗទី9ងាយស្រួលក្នុងការប្រៀបធៀបលើកញ្ចប់ថវិកាដែលបានអនុវត្តទៅនឹងផែនការដែលបានគ្រោងទី10ប្រៀបធៀបថវិកាឆ្នាំអនុវត្តនិងថវិកាឆ្នាំគ្រោងរួមទាំងបូកសរុបបានភ្លាមទី11ធ្វើការប្រៀបធៀបគម្រោងថវិកាឬថវិកាបានអនុវត្តរួចនៅឆ្នាំចាស់ជាមួយគម្រោងថវិកាឆ្នាំថ្មីទី12កសាងបាននូវមូលដ្ឋាននៃការរៀបចំថវិកានិងមានប្រវត្តិគន្លងនៃការរៀបចំថវិកានៅគ្រប់ឆ្នាំថវិកាទី13គណនាគម្រោងថវិកាឆ្នាំអនុវត្តបានតាំងពីចំណុចចាប់ផ្ដើមទី14គ្រប់គ្រងនិងតាមដានភាពច្បាស់លាស់នៅគម្រោងថវិការបស់អង្គភាពថវិកានិងភាពគ្រប់ជ្រុងជ្រោយរបស់ព័ត៌មានទី15ទទួលបាននូវព័ត៌មានបច្ចុប្បន្នភាពលើដំណើរការនិងតាមជំហាននៃការពិភាក្សាថវិកាបានភ្លាមនៅពេលមានបច្ចុប្បន្នភាពទី16ទទួលបានបច្ចុប្បន្នភាពថវិកាភ្លាមនៅពេលអង្គភាពថវិកាណាមួយបានគ្រោងរួចនិងអាចផ្ដល់ព័ត៌មានឬមតិត្រឡប់បានភ្លាមទី17បានថវិកាភ្លាមសម្រាប់ការអនុវត្តនៅឆ្នាំថ្មីបន្ទាប់ពីសភាបានអនុម័តរួចដោយពុំចាំបាច់បញ្ចូលទិន្នន័យគម្រោងថវិកានិងទី18ទទួលបានព័ត៌មានច្បាស់លាស់ស្ដីពីពីដានថវិកាសម្រាប់ជាមូលដ្ឋានក្នុងការគ្រោងថវិកានិងការផ្ដល់ព័ត៌មានទៅកាន់អង្គភាពថវិកាតើអ្វីទៅគឺជាមុខងារលទ្ធកម្មពេញលេញមុខងារលទ្ធកម្មពេញលេញគឺជាមុខងារប្រើប្រាស់ដើម្បីរៀបចំនិងតាមដានផែនការលទ្ធកម្មសាធារណៈប្រចាំឆ្នាំអនុវត្តដំណើរការកិច្ចលទ្ធកម្មសាធារណៈការដេញថ្លៃបញ្ជីឈ្មោះអ្នកដេញថ្លៃការប្រកាសជាលភាអ្នកដេញថ្លៃព្រមទាំងការកត់ត្រាកិច្ចសន្យាអត្ថប្រយោជន៍នៃមុខងារលទ្ធកម្មពេញលេញទី1មានភាពងាយស្រួលតាមដានស្ថានភាពប្រតិបត្តិការមានដូចជាស្ថានភាពអ្នកអនុម័តនិងលេខប្រតិបត្តិដែលពាក់ព័ន្ធទី2កាត់បន្ថយកំហុសក្នុងការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុទី3ងាយស្រួលកត់ត្រានិងចំណេញពេលវេលាទី4បង្កើនភាពត្រឹមត្រូវនិងការសម្រេចចិត្តទី5កាត់បន្ថយការរត់ឯកសារខាងក្រៅប្រព័ន្ធនិងទី6បង្កើនប្រសិទ្ធភាពការងារ